ជំរាបជូនប្រិមត្តផងដែរបាទសម្រាប់ការប្រកួតបាទ AFC Challenge League ដែលជាការប្រកួតផ្ដាច់ព្រាត់បាទរវាងប្រខ័ណ្ឌរាជស្វាយរៀងជាមួយក្រុមអាកាដាក់របស់ទូកមេនីស្ថាននេះនិងសម្បត្តិដែលនឹងត្រូវដាក់លក់នោះគឺឃើញថាសម្រាប់ភ័យផ្លូវការរបស់ប្រខ័ណ្ឌរាជស្វាយរៀងនឹងដាក់លក់បន្តនៅថ្ងៃច័ន្ទបាទថ្ងៃច័ន្ទប៉ុណ្ណឹងឯងមិនដឹងថាទិញបានឬមិនបានទេសម្រាប់ខ្ញុំគឺទិញអត់បានហើយបាទអញ្ចឹងប្រិមិត្តដែលទិញបានក៏ចូលរួមបានច្រើនកកបើប្រិមិត្តដែលទិញបានហើយមិនបានទៅកុំភ្លេចចែកសបុតហ្នឹងដល់គេដល់ឯងផងបាទកុំឲ្យមានសបុតឲ្យទុកចោលស្ដាយតម្លៃវាមិនថ្លៃប្រហែលទេ 5000 8000 ប៉ុន្តែអ្នកដែលគាត់ចង់ទៅទិញសបុតអត់បាននោះបាទអាណិតគាត់ផងបាទហើយយើងមិនទាន់ដឹងថាតើនៅក្លឹបបាទដូចជាសហព័ន្ធឬក៏និយាយថាក្លឹបទៅបាទនឹងត្រូវបញ្ចេញសបុតប្រមាណទៀតយើងអត់ទាន់ដឹងទេណាបាទប៉ុន្តែចំនួនកៅអីគឺមានតែ 50000 ជាងទេបាទអញ្ចឹងយើងអត់ទាន់ដឹងថាតើនឹងអាចនឹងបញ្ចេញតាមវិធីណាឬតាម app ឬក៏តាមមួយទៀតទេបាទយើងអត់ទាន់ដឹងទេប៉ុន្តែប្រិមិត្តដែលបានចូលរួមបាទក៏ចូលរួមហើយនឹងជើងអបអរទាំងអស់គ្នាបាទហើយបើសិនជាយើងនិយាយថាលទ្ធភាពខ្ញុំសូមផ្ដល់ជូនឲ្យប្រកាន់រាជស្វាយរៀងបាទអាកាដាក់នេះក្រុមទៅបង្កើតឆ្នាំ2003ទេប្រិមិត្តបាទ2013បាទ2023បាទនិយាយម្ដងខុស2បាទ2023បាទនេះទៅបង្កើតឆ្នាំទី3នៅឆ្នាំនេះឯងប៉ុន្តែគាត់លើកពានបាទតែយ៉ាងណាមិញសម្រាប់ពាន AFC Challenge League នេះគឺជាពានដែលចាប់ផ្ដើមលើកដំបូងបាទដែលត្រូវបាន AFC គឺធ្វើដូចជាមួយនឹងខាងអឺរ៉ុបចឹងគឺបែងចែកចេញជា3បាទ AFC Challenge League បន្តមក AFC Champions League 2បន្តមកទៀត AFC Champions League Elite បាទអញ្ចឹងសម្រាប់3នេះវាដូចជាមួយនឹង Champions League Europa League ហើយនិង Conference League អញ្ចឹងដែលជាចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំថ្មីនេះហើយប្រកាន់រាជស្វាយរៀងរបស់យើងបានឡើងទៅកាន់វគ្គផ្ដាច់ព្រាត់នៅក្នុងឆ្នាំនេះតែម្ដងបាទអញ្ចឹងយើងសង្ឃឹមថានេះជាការលើកកាន់ពានដំបូងបាទរបស់យើងហើយក៏ជាប្រវត្តិសាស្ត្រមួយរបស់យើងផងដែរបាទតែខ្ញុំអត់បានដែរទេបាទបែនីស៊ីបាទខ្ញុំមិញខ្ញុំនិយាយហើយហីបាទប្រិមិត្ត comment ក៏ខ្ញុំនិយាយហើយដែរបាទហើយកីឡាកររបស់យើងគឺមានប្រិមិត្តខ្លះថានិយាយកាត់ទៅចំណុចមួយដែលឃើញប្រិមិត្តខ្លះលើកឡើងថាមិនមានតែបរទេសអញ្ចឹងមិនក៏ដាក់កីឡាករខ្មែរច្រើនទៅអញ្ចឹងគឺបាល់ទាត់មិនរីកចម្រើនបាទជំរាបជូនទៅកាន់ប្រិមិត្តវិញថាចុះជម្រើសជាតិបាទចុះអង់គ្លេសសួរថាលីវើពូលមានជម្រើសជាតិអង់គ្លេប្រមាណអ្នកលេងមានកីឡាករអង់គ្លេប្រមាណអ្នកលេងរៀលម៉ាឌ្រីតបាសេឡូណាមានកីឡាករអេស្ប៉ាញប្រមាណអ្នកលេងបាទអាសណលមានកីឡាករអង់គ្លេប្រមាណអ្នកលេងការប្រកួតប្រជែងលីកគឺការលេងលីកនេះគឺធ្វើឲ្យកីឡាករគឺមានធនធានគឺមានថវិកាក៏ដូចជាធនធានជំនាន់ក្រោយគឺចាត់ទុកថាកីឡានេះក៏ជាអាជីពមួយដែលគាត់ទទួលបានចំណូលនេះទើបមានធនធានក្រោយៗគាត់ប្រឹងប្រសិនបើយើងអត់មានលីកដែលល្បីអត់មានតម្លៃប្រាក់ខែខ្ពស់នោះសួរថាតើកីឡាករអ្នកចំនួនក្រោយរូបណាដែលគាត់ចង់ទៅលេងបាល់ទៀតបាទអញ្ចឹងការយកកីឡាករបរទេសដើម្បីទី1ដើម្បីផ្លាស់ប្ដូរនិងផ្ដល់ជាបទពិសោធន៍ដើម្បីឲ្យកម្រិតកីឡាកររបស់យើងនេះលេងតាមទាន់នៃកម្រិតកីឡាកររបស់គេទី1ទី2សម្រាប់ការប្រកួតប្រជែងនៅក្នុងតំបន់គឺយើងមានការប្រកួតប្រជែងដូចគ្នាណាបាទអញ្ចឹងគឺវាមានដល់ទី3គឺឲ្យបាទណាយើងធ្វើបានល្អកីឡាករដែលគេមកលេងមួយយើងក៏ជួយផ្សព្វផ្សាយបាននៅលីករបស់យើងដូចគ្នាបាទអញ្ចឹងមិនមែនថាដាក់កីឡាករបរទេសបោកដាក់ខ្មែរអញ្ចឹងជំរើសជាតិបីពាក្យគេនិយាយថាលីកខ្លាំងជំរើសជាតិខ្លាំងបានតាមវិធីណាបើកីឡាករខ្មែរអត់លេងផងបាទមិនអញ្ចឹងទេហើយប្រិមិត្តបើនិយាយអញ្ចឹងយើងក៏លេងទៅមើលបាល់លីករបស់ប្រទេសអង់គ្លេសមើលសួរថាតើមានក្លឹបធំដូច Man City Liverpool Spurs តើមានកីឡាករអង់គ្លេសប្រហែលអ្នកបាទហើយសួរថាអង់គ្លេសលើកពាន Level Cup អត់ដូចគ្នាហ្នឹងបាទអញ្ចឹងវាមិនមែនវាកើតឡើងចេញពីអញ្ចឹងទេដូចខ្ញុំនិយាយមិញអញ្ចឹងទី1គឺដើម្បីឲ្យកីឡាកររបស់កម្ពុជាយើងនេះតាមទាន់នៅរបត់ក៏ដូចជាលបឿនក៏ដូចជាបច្ចេកទេសរបស់កីឡាករបរទេសដែលយើងលេងជាមួយគេបាទអញ្ចឹងមានន័យថាយើងសិក្សានិងបាទទទួលបានបទពិសោធន៍ពីកីឡាករបរទេសដែលលេងជាមួយយើងទី2គឺការប្រកួតប្រជែងពាននៅក្នុងតំបន់ណាដូច AFC Challenge League អញ្ចឹងឃើញទេបាទណាយើងលើកពានដល់ការក្រោយយើងលេង Champions League 2បាទចុះបើ Champions League 2យើងបានលេងដល់វគ្គផ្ដាច់ព្រាត់ម្ដងទៀតនោះមិនកាន់តែល្អប្រសើរទេគេឈ្មោះរបស់ League របស់យើងកាន់តែខ្ពស់ណាហើយតម្លៃដែលទទួលបានពីពានក៏បានលុយច្រើនបាទអញ្ចឹងទី3កីឡាករបរទេសដែលមកស្រុកយើងក៏បានបញ្ជូននៅសារជាច្រើនបាទមានតាំងពីការរស់នៅមានតាំងពីទេសចរមានតាំងពីរឿងរ៉ាវផ្សេងទៀតដូចជាពិសេសតាក់ទងជាមួយនឹងអ្នកគ្រប់គ្រងណាលីកនៅក្នុងប្រទេសខ្លះណាអត់មានអ្នកគ្រប់គ្រងផងការប្រកួតមើលទៅស្ងាត់ជ្រាបនឹងបាទប៉ុន្តែយើងក៏លេងទៅមើលកម្ពុជារបស់យើងវិញណាការប្រកួតផ្ដាច់ព្រាត់ Conference League បាទ Challenge League Conference League បាទ Challenge League
រាប់ម៉ឺនសមុទ្រ50000សមុទ្រឥឡូវលក់អស់បាទអញ្ចឹងយើងត្រូវដឹងថានេះចំណុចហ្នឹងគឺជាចំណុចមួយដែលជួយបាទដល់បាល់របស់យើងបាទផ្ទះកម្ពុជាធ្លាក់បាត់ហើយបាទធ្លាក់បាត់ហើយសូមជូនចូលរួមបាទសោកស្ដាយបាទសម្រាប់ក្រុមបាល់ទះវិសាខាបាទចាញ់ទៅលើក្រុមបាទប្រទេសថៃបាទក្នុងលទ្ធផល3សេចទល់នឹង1សេចបាទយើងនាំមុខទៅហើយបាទសេចទី1ប៉ុន្តែមើលទៅដូចជាមានបញ្ហាសេចទី2សេចទី3ហ្នឹងគឺគាត់និយាយថាបញ្ហាមើលទៅដូចជាមិនសូវលេងមិនល្អនិយាយលេងមិនល្អតែយើងនៅការប្រកួតបាទយកលេខ3លេខ4បាទបន្តទៀត